អ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូឃ្លីបមួយទៀតដែលខ្ញុំចែកម្លែកតាក់ទងជាមួយនឹងបងប្អូនចឹងដែលឲ្យស្នើសុំឲ្យធ្វើវីដេអូឃ្លីបខ្លីមួយតាក់ទងជាមួយនឹង traffic នៅក្នុងក្រុងភ្នំពេញនេះផ្ទាល់តែម្ដងតាក់ទងជាមួយនឹងការកកស្ទះដោយមើលតាមរយៈ Google Map ចង់ដឹងថាយើងមើលតាមរបៀបណាកុំភ្លេចអ្នកនរគ្នាចុច like ចុច subscribe ដើម្បីទទួលបាននូវវីដេអូក្រោយៗដែលខ្ញុំចេញបន្ថែមទៀតអញ្ចឹងឥឡូវនេះយើងធ្វើការមើលទាំងអស់គ្នានៅក្នុងតាមរយៈ Google Map អំពីការកកស្ទះ មុននឹងយើងចេញដំណើរទៅកន្លែងណាមួយគឺយើងមើលតាមរយៈ Google Map តើផ្លូវហ្នឹងដែលយើងទៅពីកន្លែងមួយទៅកន្លែងមួយហ្នឹងមានការកកស្ទះដែរឬអត់អញ្ចឹងឥឡូវនេះយើងមើលអស់គ្នាតោះបាទអូខេអ្នកនរគ្នាអញ្ចឹងឥឡូវនេះយើងចូលមកកាន់ Google Map ទៅតាមរយៈទូរស័ព្ទដៃណាហើយសម្រាប់បងប្អូនយើងដែលដូចខ្ញុំបញ្ជាក់quaវីដេអូអញ្ចឹងចង់ទៅពីកន្លែងណាមួយទៅកន្លែងណាមួយគឺយើងជាទូទៅយើងអត់ដែលមើលផ្លូវថាផ្លូវឧទាហរណ៍តាពីមានឯករាជ្យទៅដល់មុខវាំងគឺថាផ្លូវណាដែលមានការកកស្ទះអីចឹងជាដើមអញ្ចឹងចង់ទៅកន្លែងទីតាំងណាផ្សេងទៀតគឺជាទូទៅយើងមិនដែលមើល map គឺយើងជិះតាមផ្លូវដែលយើងស្គាល់តែម្ដងអញ្ចឹងឥឡូវនេះបងបាយអារម្មណ៍អ្នកនរគ្នាមកមើលតាមរយៈវីដេអូនេះវិញចង់ដឹងថាផ្លូវដែលយើងទៅនោះមានការកកស្ទះអីខ្លះបើសិនយើងទៅគឺមានការកកស្ទះយើងមើលដឹងមុនគឺយើងមានការវៀងអញ្ចឹងឥឡូវនេះយើងចូលមកកន្លែង Google Map មកគឺយើងចូលមកកន្លែងនេះបាទនេះសញ្ញានេះបាទចូលមកកន្លែងហ្នឹងមកគឺយើងជាទូទៅគឺយើងរើសខាងលើគេនេះបាទរើសខាងលើគេហ្នឹងគឺលក្ខណៈdefault ធម្មតាទេអញ្ចឹងយើងអាចមក select មើលកន្លែងនេះវិញយើងមើលពីកន្លែង traffic បាទនេះកន្លែង traffic នេះបន្ទាប់ពីយើងជ្រើសរើសពាក្យ traffic ហ្នឹងទៅគឺយើងឃើញហើយតើតងជាមួយនឹងនេះយើងឃើញឆ្នូតក្រហមហ្នឹងហើយអញ្ចឹងឧទាហរណ៍ថានេះខ្ញុំនៅទីតាំងខាងនេះនៅផ្ទះរបស់ខ្ញុំហើយនេះគឺផ្លូវឧទាហរណ៍ខ្ញុំចង់ទៅពីកន្លែងផ្លូវនេះទៅកន្លែងផ្លូវនេះអញ្ចឹងគឺថាមានការកកស្ទះតែអត់អញ្ចឹងយើងមើលដឹងហើយនេះផ្លូវអញ្ចឹងតកតងជាមួយនឹងក្រហមនេះគឺជាផ្លូវដែលមានការកកស្ទះហើយផ្លូវដែលមានពណ៌លឿងនេះមានការកកស្ទះល្មមបាទមានកកស្ទះមិនសូវកកស្ទះទេបើមានលក្ខណៈជាងខៀវចេះគឺមានថាផ្លូវហ្នឹងគឺគ្មានការកកស្ទះទេគឺអាចជិះបានធម្មតាអញ្ចឹងណាអញ្ចឹងសម្រាប់ចំណុចហ្នឹងគឺល្អពួកខ្ញុំបានសាកល្បងរួចរាល់ហើយនៅពេលដែលខ្ញុំចង់ទៅណាមួយគឺខ្ញុំមើលតាមរយៈ Google Map ទៅថាខ្ញុំទៅផ្លូវហ្នឹងវាអាចមានការកកស្ទះដែរឬអត់បាទអាចថា 99% គឺត្រូវតែម្ដងណាអញ្ចឹងនេះគឺជាវីដេអូឃ្លីបខ្លីមួយទេសម្រាប់ជូនដល់អ្នកគ្នាយើងនឹងខំថាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតយើងចែកជូនកលឹះឬក៏ចំណេះដឹងថ្មីបន្ថែមទៀតអរគុណអ្នកនរគ្នាសម្រាប់ការតាមដាន